មុខបាត់មាត់ប្រហែលថ្ងៃហ្នឹងដោយសារតែរូបស្អីធ្វើដំណើរទៅលេងសៀមរាបពីសភាពខ្ញុំទើបតែបានឡើងជិះឡាន5នាទីហើយនេះក៏សភាពរបៀបលេងខ្ទេចខ្ទីដោយសារខ្ញុំជិះឡានបានពាក់ក្រាលផ្លូវពាក្យចាស់តែងតែពោលថាអត្តាហិអត្តនោនាថោខ្លួនទីពឹងខ្លួនណៃខ្ញុំពេលជិះឡានមិនអាចពឹងខ្លួនបានទេពុលត្រឡប់ត្រឡិនមើលតែសភាពខ្ញុំអានេះសភាពពេលដល់កន្លែងស្នាក់សក់បាសលហិតលហៃគ្រាន់តែធ្វើដំណើរហ្នឹងចំណាយពេលមួយថ្ងៃព្រោះអីពីខេត្តខ្ញុំទៅខេត្តសៀមរាបយើងចំណាយពេលតុង8ម៉ោងក្នុងការធ្វើដំណើរតែមិនសរសើរមិនបានទេគ្រាន់តែមកដល់ហ្នឹងគឺជួបស្នេហ៍តែម្ដងជាមួយនឹងដើមឈើចាស់ឈឹងកឆៃមើលតែដៃពូតាក់ស៊ីអូយគាត់លហើយកញ្ជាក់ស្រួលផ្លូវជិះស្រួលហើយពោពេញទៅដើមឈើសងខាងខ្យល់អាកាសបរិសុទ្ធភ្លេចអស់នូវភាពនឿយហត់ទាំងឡាយទាំងពួងជាពិសេសនៅតំបន់អង្គរខ្ញុំអត់មានឃើញមានសម្រាមអីមួយទេបងប្អូនហើយអ្វីដែលខ្ញុំកាន់តែជោគចិត្តនោះគឺដើមឈើធំធំហើយដើមឈើភាគច្រើនខ្ញុំអត់ដែលស្គាល់ទេបន្ទាប់មកក៏ដល់ផ្លូវដើរចូលអង្គរនឹងគេសំណាងដែរពេលដែលខ្ញុំចូលនឹងមេចតុំអត់សូវមានថ្ងៃហើយក៏បានជួបគ្រូសាហ្វាសៃហើយមកមើលទឹកដៃថតខ្ញុំពឹងឲ្យពូតាក់ស៊ីគាត់ជួយថតខ្ញុំគាត់ថតរូបក្រឡំថតវីដេអូកោសាហាវនេះជាលើកទី2ដែលខ្ញុំបានមកដល់ទឹកដីអង្គរវត្តដែលជាទឹកដីអច្ឆរិយៈជាទីឋានដែលពោពេញដោយភាពមោទនៈរបស់កូនខ្មែរគ្រប់រូបទឹកដីដ៏រុងរឿងដែលពោពេញដោយស្ថាបត្យកម្មដ៏ល្អឯកនៅលើលោកដែលបុព្វបុរសខ្មែរបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយនាងខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលបានកើតជាកូនខ្មែរលើទឹកដីដ៏រុងរឿងមួយនេះបើនិយាយពីវិស័យទេសចរនាងខ្ញុំពិតជាត្រេកអរជាខ្លាំងពេលដែលខ្ញុំបានឃើញស្នាមញញឹមនៃភ្ញៀវទេសចរមិនថាភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិទីក្រុងមានសុខសុវត្ថិភាពសេវាកម្មល្អពោពេញដោយស្នាមញញឹមជាពិសេសមានម្ហូបឆ្ងាញ់ហើយតម្លៃល្អទៀតទោះបីខ្ញុំមិនសូវមានថវិកាច្រើនហើយមានការពុលឡានជាខ្លាំងក្នុងការធ្វើដំណើរតែអារម្មណ៍ខ្ញុំបានធូរច្បើយនៅពេលដែលខ្ញុំបានមកដល់ទឹកដីសៀមរាបហើយក៏សូមជម្រាបខ្ញុំថតតាមទូរស័ព្ទ iPhone X Max ចិត្តអស់ទំហំស្ប៉េសអញ្ចឹងសូមធ្វើការអភ័យទោសរាល់កំហុសឆ្គងទាំងឡាយព្រោះអីស្ដាយមកលេងសៀមរាបទាំងមួយអត់បានធ្វើវីដេអូអញ្ចឹងបខំធ្វើវីដេអូនឹងគេហើយបើបងតនេចង់ប្រមូលខ្ញុំទៅលេងសៀមរាបប៉ាវខ្ញុំទៅទៀត